រឿងភ្លើងតូចនៅក្នុងព្រៃដ៏ធំនៅច្រាំងព្រៃដ៏ឆ្ងាយមួយមានសត្វជាច្រើនដែលរស់នៅសុខសាន្តក្រោមឋានពន្លឺនៃព្រះអាទិត្យក្នុងចំណោមពួកគេមានក្តាន់តូចមួយដែលមានឈ្មោះថាលីលីវាមានចរិតស្លូតបូតនិងខ្មាស់អៀនជាខ្លាំងលីលីចូលចិត្តស្ងៀមស្ងាត់និងមើលទៅសត្វផ្សេងៗលេងលក់នៅក្នុងព្រៃក្តីសុខរបស់នាងគឺចង់មានមិត្តជិតស្និទ្ធម្នាក់តែប៉ុណ្ណោះតែដោយភាពខ្មាស់អៀនរបស់នាងបានធ្វើឲ្យនាងមិនមានមិត្តភក្តិទាល់តែសោះដោយសារតែនាងមិនមានភាពស្និទ្ធស្នាលជាមួយនឹងអ្នកដទៃនៅថ្ងៃមួយព្រៃរលោងមួយចំហៀងភ្នំបានកើតនូវភ្លើងឆេះដ៏ធំមួយសត្វទាំងអស់បានភ័យនាំគ្នាប្រញាប់រត់ទៅរកទីទួលសុវត្ថិភាពក៏ប៉ុន្តែលីលីក៏បានរត់ទៅជាមួយគេតែនាងបានឮសំឡេងតូចមួយដែលបានស្រែកសុំជំនួយពីខាងក្រៅនៅទីនោះមានកូនសត្វមួយដែលមានឈ្មោះថាប្រុងត្រូវបានជាប់នៅក្នុងស្មៅដ៏ខ្ពស់អ្នកទាំងអស់នោះបានស្រែកប្រាប់ទៅកាន់លីលីថាកុំចោលទៅអីនៅទីនោះពិតជាមានគ្រោះថ្នាក់ណាស់ក៏ប៉ុន្តែលីលីមិនស្ដាប់ឡើយដោយបេះដូងរបស់លីលីចង់ជួយសង្គ្រោះទៅដល់សត្វនោះនាងក៏បានសម្រេចចិត្តត្រឡប់ចូលទៅក្នុងទីនោះដើម្បីជួយកូនសត្វតូចនោះមកវិញលីលីនាងបានប្រើក្បាលរបស់នាងចូលទៅក្នុងស្មៅការរំកិលរបស់នាងបានធ្វើឲ្យប្រុងអាចចេញផុតពីភ្លើងបានកូនសត្វតូចនោះបានស្រែកឡើងខ្ញុំសូមអរគុណអ្នកហើយលីលីបើមិនមានអ្នកមកជួយខ្ញុំទេនោះខ្ញុំនឹងស្លាប់ជាមិនខានលីលីភ្លាមនោះនាងក៏ចាប់ផ្ដើមញញឹមហើយនាងបាននិយាយយ៉ាងសំឡេងទន់ភ្លន់តោះយើងនាំគ្នារត់ទៅយើងមិនអាចនៅទីនេះបានទេព្រោះអីវាមានភ្លើងឆេះខ្លាំងណាស់បន្ទាប់ពីភ្លើងត្រូវបានប្រែមកខាងទៀតជួយសង្គ្រោះដោយទឹកភ្លៀងនៅពេលនោះក៏មានសភាពស្ងៀមស្ងាត់បានត្រឡប់មកវិញសត្វទាំងអស់បានអបអរសាទរនិងបានជួយកសាងទីកន្លែងនោះថាជាថ្មីប្រុងបានធ្វើការព្យាបាលស្នាមរបួសរបស់គេហើយបានលើកជើងលីលីសួរថាហេតុអ្វីបានជាអ្នកសូលចូលទៅជួយខ្ញុំនៅក្នុងភ្លើងលីលីភ្លាមនាងក៏ចាប់បានឆ្លើយថាព្រោះខ្ញុំដឹងថាការរស់នៅម្នាក់ឯងគឺស្ថិតនៅភាពភ័យខ្លាចនិងឯកាជាខ្លាំងខ្ញុំមិនចង់ឲ្យនរណាម្នាក់ខ្លាចទៅជាដូចខ្ញុំនោះទេប្រុងពេលនោះក៏ចាប់ផ្ដើមញញឹមហើយបាននិយាយថាចាប់ពីពេលនេះទៅខ្ញុំនឹងក្លាយទៅជាមិត្តរបស់អ្នកហើយនៅថ្ងៃមួយអាកាសធាតុក៏បានប្រែប្រួលព្រៃទាំងមូលក៏ចាប់ផ្ដើមសប្បាយឡើងវិញលីលីនិងប្រុងក៏បាននាំគ្នាដើរលេងជាមួយគ្នានិងបានដាំដំណាំផ្លែឈើថ្មីនៅក្នុងព្រៃមួយនោះសត្វទាំងអស់ក៏បានជួបជុំគ្នាឡើងមកវិញហើយក៏បានសរសើរទៅកាន់លីលីដោយទំនុកចិត្តថាលីលីឯងពិតជាក្លាហានខ្លាំងណាស់ហើយពួកខ្ញុំក៏ចង់ក្លាយទៅជាមិត្តរបស់ឯងផងដែរភ្លាមនោះលីលីនាងក៏បានយកព្រមហើយនាងក៏បានបង្កើតមិត្តពិតប្រាកដនៅក្នុងបេះដូងដ៏ល្អរបស់នាងព្រមទាំងភាពក្លាហានរបស់នាងផងដែរសារៈសំខាន់នៃរឿងនេះផងដែរបានបង្រៀនក្មេងៗថាការមានចិត្តមេត្តាករុណានិងមានភាពក្លាហាននោះយើងនឹងអាចបង្កើតមិត្តភក្តិថ្មីបាន